សួស្តីអ្នកនរគ្នាណាយើងថ្ងៃនេះរៀនអំពីតកតនឹងpronoun អូខេអញ្ចឹងនេះគឺយើងនិយាយអំពីpersonal pronoun បើយើងនិយាយ personal pronoun ហ្នឹងគឺមានថាចាំតិចខ្ញុំសេរី font សិន personal pronoun យកឲ្យមួយទៀតឬក៏យកឲ្យនិយាយមួយទៀតគឺ subject pronoun personal pronoun និង subject pronoun ដូចគ្នាបើថាសព្វនាមជាប្រធាន subject pronoun ណាអញ្ចឹងសព្វនាមប្រធានគឺមានថាយើងវានៅខាងដើមនៅខាងមុខប្រយោគជានិច្ចហើយសួរថាតើនិយមន័យរបស់ subject pronoun ឬក៏ personal pronoun មានថាយ៉ាងម៉េចឧទាហរណ៍ personal pronoun we use pronoun to replace name or nouns ជាមានថា personal pronoun ឬក៏ subject pronoun ហ្នឹងណាគឺយើងប្រើសព្វនាមហ្នឹងគឺដើម្បីជំនួសឈ្មោះឬក៏នាមយើងប្រើជំនួសបានប៉ុន្តែពេលយើងថា subject ហ្នឹងគឺថានៅដើមប្រយោគជានិច្ចគេហៅ subject pronoun ឬក៏ personal pronoun ចឹង we use a pronoun to replace the name or noun យើងប្រើសព្វនាមដើម្បីជំនួសឈ្មោះឬក៏នាមឧទាហរណ៍ I you we they he she it ចឹង personal pronoun គឺមានអីខ្លះមាន I you we they he ហើយនឹង she ហ្នឹងហៅថា personal pronoun ឬក៏ subject pronoun អញ្ចឹង I ប្រែថាខ្ញុំ you ប្រែថាអ្នក we ប្រែថាយើងឬក៏ពួកយើង they គេឬក៏ពួកគេ he គាត់ she នាងអញ្ចឹងទាំងអស់គឺមាន7មាន it មួយទៀតព្រោះ it ហ្នឹងវាប្រើទៅលើសំដៅលើវត្ថុឬក៏សត្វឯកវចនៈអញ្ចឹងយើងប្រើ I ដូចជា I am a student ខ្ញុំគឺជាសិស្សម្នាក់អញ្ចឹងនេះគឺជា I នេះគឺជា personal pronoun ឬក៏ subject pronoun you are my friend you are my friend អ្នកគឺជាមិត្តរបស់ខ្ញុំ he is a teacher he is a teacher គាត់គឺជាគ្រូបង្រៀនម្នាក់ she is my sister she is my sister នាងគឺជាប្អូនស្រីរបស់ខ្ញុំ it is a cute cat វាគឺជាឆ្មាដ៏គួរឲ្យស្រឡាញ់មួយក្បាលហ្នឹងទៅ we are in class we are in class ពួកយើងនៅក្នុងថ្នាក់រៀន they are playing football ពួកគេកំពុងលេងបាល់ទាត់អូខេអញ្ចឹងទាំងអស់គឺមាន7 personal pronoun ឬក៏ subject pronoun តិចទៀតខ្ញុំនឹងប្រាប់ step ប្រកបទៀតអូខេ tips tip ហ្នឹងហេតុគេប្រាប់ថាមូលហេតុអីគឺយើងប្រើ pronoun ហ្នឹងមូលហេតុអីយើងប្រើ pronoun ដើម្បីធ្វើឲ្យប្រយោគហ្នឹងគឺកាន់តែខ្លីជាងឬកាន់តែរលូនជាង smoother រលូនជាងឬខ្លីជាងអញ្ចឹងវាស្រួលប្រើជាងមុនអញ្ចឹងគេប្រើ personal pronoun ឬក៏ subject pronoun ហ្នឹងដើម្បីជំនួសទៅលើនាមឬក៏សព្វនាមលើនាមឬក៏ឈ្មោះឧទាហរណ៍ថា Dari អញ្ចឹងទៅយើងអាចប្រើ subject pronoun ជំនួសបានអញ្ចឹងមកគេថាគេប្រើជំនួសនឹងទាំងអស់ហ្នឹងបានអញ្ចឹងក្នុងមេរៀនហ្នឹងគឺមានតែប៉ុណ្ណឹងដើម្បីធ្វើការបង្ហាញហើយសង្ឃឹមអ្នកនរគ្នាអាចយល់បើសិនក្នុងករណីថាអត់ទាន់ច្បាស់ទេអាចធ្វើការសួរនៅក្នុង page របស់ខ្ញុំបានគឺឈ្មោះដូចគ្នាគ្រាន់តែធ្វើការឆែកនៅក្នុងFacebook page ទៅគឺឃើញហើយឃើញឈ្មោះភាសាអង់គ្លេសជាភាសាអង់គ្លេសហ្នឹងគឺឃើញហើយឈ្មោះ English and ខ្មែរ Guy នេះឈ្មោះ page របស់ខ្ញុំ English and ខ្មែរ Guy នេះគឺឈ្មោះ page របស់ខ្ញុំហើយសង្ឃឹមអ្នកគ្នាអាចទទួលបាននៅកន្លែងហ្នឹងហើយបើអត់នេះទេឃើញរូប page ហ្នឹងហើយរូបនៅក្នុង channel Telegram ហ្នឹងណាគឺរូបដូចគ្នានៅក្នុង page ហ្នឹងគឺអាចធ្វើការស្រួលចំណាំទេ